លោកចិនប៊ុនធឿនអភិបាលខណ្ឌរិស័យកែវដឹកនាំមន្ត្រីជំនាញចុះវាស់វែងនិងត្រៀមរុះរើសំណង់ប៉ះពាល់ដើម្បីពន្លឿនការស្ថាបនាផ្លូវបេតុងអតីតផ្លូវរថភ្លើងឲ្យបានរួចរាល់ 100% ជូនប្រជាពលរដ្ឋនារសៀលថ្ងៃប្រហ័ស7កើតខែស្រាប់ឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី20ខែសីហាឆ្នាំ2026នេះរដ្ឋបាលខណ្ឌរិស័យកែវក្រោមការដឹកនាំផ្ទាល់របស់លោកចិនប៊ុនធឿនអភិបាលនៃគណៈអភិបាលខណ្ឌរិស័យកែវបានចាត់វិធានការចុះពិនិត្យនិងវាស់វែងជាក់ស្ដែងលើសំណង់ខ្នងផ្ទះប៉ះពាល់តាមបណ្ដោយគម្រោងផ្លូវបេតុងថ្មីអតីតផ្លូវរថភ្លើងស្ថិតក្នុងភូមិទួលសង្កែសង្កាត់ទួលសង្កែ1ខណ្ឌរិស័យកែវរាជធានីភ្នំពេញប្រតិបត្តិការចុះពិនិត្យនិងវាស់វែងនេះធ្វើឡើងក្នុងគោលបំណងរៀបចំការរុះរើសំណង់មិនរៀបរយនាពេលដ៏ខ្លីខាងមុខខណៈសំណង់ទាំងនោះកំពុងរាំងស្ទះដល់ដំណើរការស្ថាបនាផ្លូវបេតុងនិងបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងជារៀងរាល់ថ្ងៃនៅត្រង់ចំណុចប្រសព្វមុខវត្តទួលសង្កែគម្រោងស្ថាបនាផ្លូវបេតុងថ្មីលើដីអតីតផ្លូវរថភ្លើងនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដោះស្រាយផលប៉ះពាល់និងស្ថាបនារួចរាល់ប្រមាណ 98% ហើយបច្ចុប្បន្ននៅសេសសល់តែ2ទីតាំងចុងក្រោយប៉ុណ្ណោះដែលមិនទាន់រុះរើចេញរួមមានទីតាំងស្ថិតក្នុងភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី1ទីតាំងក្នុងភូមិទួលសង្កែសង្កាត់ទួលសង្កែទី1សូមបញ្ជាក់ថាអាជ្ញាធរខណ្ឌរិស័យកែវកំពុងពន្លឿននីតិវិធីដោះស្រាយលើទីតាំងដែលនៅសេសសល់ទាំងពីរនេះឲ្យបានឆាប់រហ័សដើម្បីបញ្ចប់គម្រោងស្ថាបនាផ្លូវទាំងស្រុងការនេះនឹងជួយលុបបំបាត់ការកកស្ទះចរាចរណ៍នៅមុខវត្តទួលសង្កែព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងលើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង